generate មកបាននេះតោះឥឡូវមើលវីដេអូនេះកាយការតិចនេះស្អាតបាត់ឃើញទេនេះបើយើងចង់បានមុខស៊ីនណាយើងធ្វើនៅក្នុង Google Studio នេះ AI Studio អូខេវីដេអូមួយទៀតតាក់ទងនឹងការសរសេរព្រមដោយដៃដោយការរៀបរាប់ឧទាហរណ៍ថាខ្ញុំសរសេរអញ្ចឹងអានឹងអត់ពិបាកសរសេរទេបងប្អូនចង់បានមិនបងប្អូនសរសេរអញ្ចឹងមកដូចខ្ញុំអញ្ចឹងទៅឧទាហរណ៍ណាបន្ទាប់មកយើងយកទៅ translate ជាភាសាអង់គ្លេសដូចខ្ញុំធ្លាប់បង្ហាញរាល់ដងអាចថាដដែលប៉ុន្តែយើងសាក generate តាមអីដែលយើងចង់បានមើលហើយតាក់ទងនឹងការ generate គឺយើង generate នៅក្នុង tool Wiz របស់ Google Lab នឹងដដែលនេះអញ្ចឹងយើងបកប្រែជាភាសាអង់គ្លេសមកយើង copy អាហ្នឹងយើងយកមកផាសនៅកន្លែងហ្នឹងមកអញ្ចឹងនេះចេញមកជាអ្វីដែលយើងចង់បានហើយជាងនារីខ្មែរនេះឃើញទេខ្ញុំ download មួយទៀតហើយមួយទៀតនៅក្នុងហ្នឹងគឺអាចធ្វើចលនាបាននេះបើសិនជាយើងចង់ឲ្យរូបភាពហ្នឹងចេញជាវីដេអូណានេះឃើញពី animation នៅឡើយនេះនេះឲ្យតែប៉ះរូបណាមួយគឺមាន animation នៅលើហ្នឹងហើយអញ្ចឹងមានថាចលនាយើងចង់ឲ្យរូបភាពហ្នឹងចេញទៅជាស្អីយើងអាចទៅសេព្រមបានណាហ្នឹងហើយតែបើសិនឧទាហរណ៍ខ្ញុំពេញចិត្តរូបនេះខ្ញុំឲ្យរូបនេះមានចលនាមួយអញ្ចឹងបើយើងចង់ឲ្យរូបហ្នឹងមានចលនាធ្វើអីយើងអាចទៅសេកន្លែងនេះបានយើងមិនបាច់ទៅសេក៏បានយើងចុចសញ្ញាព្រួយទៅវានឹង generate ណាអញ្ចឹងកន្លែងនេះមានកំណត់តាក់ទងវីដេអូគ្នាយើងសួរដែរបងប្អូនយើងសួរដែរហើយសារខ្ញុំនៅសល់តែ73ដងទៀតទេតាក់ទងការ generate វីដេអូតែបើរូបភាពអានឹងអត់ឃើញមាន load លេខទេអញ្ចឹងមានន័យថា unlimited ទេដោយសារតែ account ខ្ញុំ pro បើសិនជា account free អានឹងខ្ញុំអត់ដឹងដែរតាក់ទងនឹងកន្លែង Google Lab ហ្នឹងហើយអញ្ចឹងនៅក្នុង Google Gemini ក៏យើងអាច generate ចេញពី prompt ដែលយើងសរសេរនឹងបានដូចគ្នាអញ្ចឹងយើងសាកយក prompt នេះមកនេះ copy នឹងមកយកដាក់ក្នុង Gemini ទៅហើយយើងផាសមកហ្នឹងហើយតាក់ទង ChatGPT ខ្ញុំស្ទើរតែអត់ប្រើហើយរាល់ថ្ងៃដោយសារអីវាយឺតនេះឃើញទេខ្ញុំ generate មួយថ្ងៃហើយនៅដដែលអត់ចេញផងណាដោយសារតែទីមួយយើងប្រើវាច្រើនអញ្ចឹងទៅអក្សរច្រើនអញ្ចឹងទៅវាគិតទៅលើពាក្យប្រហែលពាក្យអញ្ចឹងមួយថ្ងៃវាមាន limit ដល់ពេលអញ្ចឹងទៅពេលខ្លះវាអាច generate បានអញ្ចឹងបងប្អូនអាចធ្វើ test សាករបស់ខ្លួនឯងបានតាក់ទងនឹង ChatGPT ឲ្យតែយើងមាន prompt មានអីត្រឹមត្រូវគឺវា generate បានដូចគ្នាស្តៀងគ្នាទេ AI គាត់ថា ChatGPT បង្កើតរូបមកវាអត់សូវបានស្អាតដូច Google ទេអញ្ចឹងណាហ្នឹងហើយនេះ Google បង្កើតមកបានស្អាតនេះឃើញទេវាចេញមកទំហំបញ្ឈរនេះដោយសារតែខ្ញុំដាក់ទំហំនេះអត់ដាក់ផងមួយនេះបាត់ដាក់នេះដាក់នេះនេះអត់ដាក់ដែរហ្នឹងនេះឥឡូវយើង generate វីដេអូមិញលើបាននេះរងចាំបន្តិចឃើញទេអូមានផ្កាធ្លាក់មកទៀតឃើញទេអញ្ចឹងយើងអាច generate រូបភាពយកចេញជាវីដេអូបានហើយយកទៅធ្វើវីដេអូកាត់តអីចូលជា footage បានឃើញទេយើង download មកឃើញទេហ្នឹងហើយអញ្ចឹងយើង download យកលើបើយក GIF វាជាប្រភេទកាដូហ្នឹងហើយនេះឃើញទេយើង play មើលទៅគាត់ថាវាបានខ្លីៗនេះបាន8វិនាទីស្តៀង Google VO3 ដែរ VO3 ដែរណាឃើញទេអាហ្នឹងតាក់ទងនឹងGoogle Lab ហ្នឹងគឺយើងអាចធ្វើចលនាបានក្នុង Google Gemini នៅក្នុងនេះក៏អាចធ្វើជាវីដេអូបានដូចគ្នានេះក្នុងGoogle AI Studio បងប្អូនកន្លែង generate នេះហើយបន្តមកទៀតចូលកន្លែង VEO នេះមកតមកទៀតកន្លែងនេះយើង upload រូបភាពឧទាហរណ៍ថាខ្ញុំយករូបភាពមួយអានេះយើងយករូបស៊ីនមកឧទាហរណ៍យករូបនីនចុះមកធ្វើជាចលនាចាំមើលចលនាចេញមកមិនណាតមកទៀតកន្លែងនេះខ្ញុំដូរនេះ VEO2 តមកនេះຂະຫນາດទំហំផ្ដេកទំហំបញ្ឈរនៅស្ដាំនេះយើងអាច generate មកនេះទំហំវិនាទីវា8 second ណា8វិនាទីអញ្ចឹងយើងចង់ generate យើងចុច generate video មកយើងចុច run មកយើងសរសេរ prompt ក៏បានយើងអត់សរសេរក៏បានដែរអញ្ចឹងវាយើងអត់សរសេរវាដាក់តាមចិត្តវាតែបើសិនយើងសរសេរចង់ឲ្យរូបភាពនឹងមានកាយវិការបែបម៉េចយើងសរសេរមកណាជាភាសាអង់គ្លេសមកខ្មែរខ្ញុំមិនដឹង support អត់ទេព្រោះកន្លែងនេះខ្ញុំមិនដែលសរសេរខ្មែរដែរអញ្ចឹងណាអញ្ចឹងយើងសាក generate មើលទៅនេះគ្រាន់តែជាការធ្វើ test ទេបងប្អូនអាចរាវអាចបំបែកក្បាច់ឲ្យខ្លួនឯងបន្ថែមទៀតបានណាហ្នឹងហើយហ្នឹងកន្លែងហ្នឹងនេះ download ឃើញទេ generate បានមកស្អាតអញ្ចឹងទៅអញ្ចឹង
prom នេះបងប្អូនបាច់យកក៏បានទេបងប្អូនអាចយកទៅបំបែកខ្លួនឯងគាត់តែដឹងរបៀបមុនហ្នឹងវីដេអូមុនហ្នឹងខ្ញុំផ្ញើចូលគ្រប់ហើយអញ្ចឹងបងប្អូនអាចយកបំបែកក្បាច់ខ្លួនឯងណាហើយអានេះ prom ខ្ញុំទៅសេខ្លួនឯងហ្នឹងមិញខ្ញុំទៅសេខ្លួនឯងទេហើយយកមក generate បកប្រែជាភាសាអង់គ្លេសនេះអាហ្នឹងទៅសេតាមចិត្តយើងនឹកឃើញខ្លីៗក៏បានវែងក៏បានបើសិនជាវែងកាន់តែលម្អិតវាកាន់តែផលិតរូបភាពមកកាន់តែល្អឥតខ្ចោះឲ្យយើងណាឃើញទេស្ទឹងតែដូច 100% ហើយគាត់ថាកន្លែងនេះខុសទង់ជាតិនេះទង់ជាតិនឹងទង់ជាតិអីគេទង់ជាតិកងទ័ពនេះវាមិនមែនទង់ជាតិខ្មែរយើងទេតែបើយើងបញ្ជាក់ថាមានទង់ជាតិខ្មែរអាហ្នឹងគឺចេញមកទង់ជាតិខ្មែរហ្មងតែសារយើងអត់បានបញ្ជាក់អញ្ចឹងណាអញ្ចឹងយើងអាចកែប្រមបានកែប្រមហ្នឹងយើងបកប្រែទៅនេះថែមទង់ជាតិខ្មែរយើងទៀតទៅណា generate មកបាននេះតោះឥឡូវមើលវីដេអូនេះកែប្រែតិចហេនេះស្អាតបាត់ឃើញទេនេះបើយើងចង់បានមុខស៊ីនណាយើងធ្វើនៅក្នុង Google Studio នេះ AI Studio ហ្នឹងហើយអញ្ចឹងយើង download មកអូខេអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងបងប្អូនអាចសាកល្បងធ្វើតេស្តបានអរគុណបាយបាយ